nghĩa đó là đôi playกับ pin ទៀតទៀតហើយតើអ្នកបងប្អូនមើលវីដេអូនេះស្រកទាំងមាត់ពីបែបប៉ោតមកបងប្អូនឃើញវីដេអូនេះនៅម៉ោងប៉ុន្មានដែរចាក់ខមមិននៅក្រោមវីដេអូនេះផងដំបូងខ្ញុំយកបកាគ្រាមកត្រាំទឹកដើម្បីឲ្យវារីកសាច់ហើយបន្តមកទៀតខ្ញុំយកកាពីងទៀតត្រាំទឹកវាឲ្យចិត្តសបល់ឲ្យបានស្អាតបងប្អូនអត់ចង់ឲ្យកាពីងទៀតវាអន់សបល់បងប្អូនចិត្តសបល់វាហើយបងប្អូនដាក់ត្រាំទឹកជាមួយអំបិលម្ដងទៀតផងហើយសម្រាប់កាពីងទៀតខ្ញុំដំវាអញ្ចឹងមិនវាឆាប់ចូលជាតិបានល្អហើយបន្តមកទៀតយើងចាប់ផ្ដើមមកធ្វើទឹកស្ករម្ដងមុនថ្ងៃនេះដែរខ្ញុំប្រើស្ករសចំនួន100 ក្រាមស្ករត្នោតចំនួន100 ក្រាមប៊ីចេងចំនួន5 ក្រាមនិងម្សៅស៊ុបមាន់ចំនួន25 ក្រាមហើយសម្រាប់ទឹកត្រីស្ករថ្ងៃនេះដែរខ្ញុំប្រើជាមួយនឹងទឹកត្រីនិងទឹកម្ទេស J-Top Lady សម្រាប់ទឹកត្រី J-Top Lady មានក្លិនឈ្ងុយរសជាតិឆ្ងាញ់បង្កើនរសជាតិម្ហូបអាហារស្លឆាទឹកជ្រលក់បានតាមតម្រូវការផលិតផល J-Top Lady ផ្សំឡើងពីវត្ថុធាតុដើមរបស់ខ្មែរជាផលិតផលខ្មែរដែលមានស្តង់ដារខ្ពស់រសជាតិឆ្ងាញ់និងអនាម័យសំខាន់តម្លៃសមរម្យបំផុតហើយសម្រាប់ទឹកត្រីស្ករថ្ងៃនេះដែរខ្ញុំប្រើទឹកត្រីចំនួន20 ក្រាមបន្ថែមទឹកម្ទេស J-Top Lady ប្រហែល10 ក្រាមដើម្បីបង្កើនឲ្យពណ៌នឹងមើលទៅកាន់តែទំនងគួរឲ្យចង់ញ៉ាំបន្តមកទៀតយើងកូរគ្រឿងតែ6 7មុខនឹងឲ្យរលាយសព្វចូលគ្នាហើយឲ្យរាងឡើងខាប់តិចមកមុននឹងយើងបន្ថែមគ្រឿងបន្តទៀតតទៅពីទឹកស្ករបានចូលត្រជាក់ហើយខ្ញុំចាប់ផ្ដើមចាក់ម្ទេសដៃនាងម្ទេសហុយខ្ទឹមក្រហមជាមួយនឹងបកាគ្រាមដែលយើងបានត្រាំនឹងចូលមកហើយនេះដល់កាពីងរាយបងប្អូនសាកធ្វើកាពីងរាយដំជាមួយនឹងទឹកត្រីស្ករនេះម្ដងមើលត្រាំមួយមុខនេះយើងធ្វើរៀងផ្អែមតិចព្រោះយើងធ្វើភ្លាមអាចញ៉ាំវាបានភ្លាមនេះបងប្អូនឲ្យមើលទឹកត្រីស្ករខ្ញុំធ្វើនេះបានឡើងខាប់ក្ដឺតែម្ដងហើយបើនិយាយពីបកាគ្រាមមកកាភ្លុកនៅតែបងប្អូនកំពុងតែមើលនឹងហៀទឹកមាត់ប្រហែលប៉ោតអីទេក៏ខ្ញុំអ្នកកាត់វីដេអូនេះហូរទឹកមាត់ចង់ពីបែបប៉ោតដែរឥឡូវក៏ដល់វគ្គភ្លុកជូនបងប្អូនទាំងអស់គ្នាមើលហើយបើនិយាយពីសាច់កាពីងរាយយើងឡើងសក្បោះតែម្ដងបើសិនជាបងប្អូនចង់តាក់ទងទៅជាផលិតផល J-Top Lady អាចតាក់ទងទៅកាន់លេខខាងក្រោមនេះបានឬតាក់ទងទៅកាន់ទំព័រ Facebook Page J-Top Lady នេះបានផលិតផល J-Top Lady មានដល់តែ5មុខបងប្អូនមានទឹកត្រីទឹកស៊ីអ៊ីវទឹកសៀងទឹកម្ទេសនិងទឹកប្រេងខ្យងផលិតផលទាំងអស់បានចុះបញ្ជីនិងអនុញ្ញាតគ្រប់គ្រងនិងអនុលោមតាមចបផ GMP HACCP HALA និង CCD អរគុណបងប្អូនទាំងអស់គ្នាបាយបាយ